សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញអំពីវិធីធ្វើចាប់ឆាយចាចាប់ឆាយគ្រឿងសមុទ្រយើងចាគឺយើងជាដំបូងយើងមានបន្លែដូចជាយើងយកស្ពៃបូកគោចាហើយនឹងខាត់ណាចាខ្ញុំប្រើពោតខាត់ណាហើយស្ពៃបូកគោខ្ញុំកាត់របៀបហ្នឹងមកចាបន្ទាប់មកទៀតគឺយើងត្រូវមានមើមខ្ទឹមនិងស្លឹកខ្ទឹមចាបន្ទាប់ទៀតបន្លែយើងបន្ថែមទៀតគឺយើងត្រូវមានការ៉ុតចាការ៉ុតហើយនឹងសាច់ថាវនិយាយរួមបន្លែយើងដាក់តាមចំណង់ចំណូលចិត្តយើងសាច់ថាវនិងខ្ញុំប្រើស្បែកជ្រូករៀងច្រើនបន្តិចហើយប្រើត្រចៀកក្តៅហើយចាខ្ញុំប្រើជីឆាយខ្ញុំយកមកដាក់ដែរចាសាច់ដែលខ្ញុំយកមកប្រើគឺមានប្រហិតត្រីឆ្លាតចាហើយនឹងឆ្អឹងជំនីជ្រូកនិងលាយសាច់ជ្រូកចាហើយគ្រឿងសមុទ្រគឺខ្ញុំប្រើមឹកនិងបង្គាស្រស់ចាអញ្ចឹងចាប់ឆាយឆ្នាំងភ្លើងនេះគឺបន្លែគឺយើងមានបែបហ្នឹងចាហើយនឹងគ្រឿងដែលខ្ញុំយកមកផ្សំជាមួយនឹងចាប់ឆាយគឺមានដូចជាចាស្ករសកន្លះស្លាបព្រាបាយអំបិលកន្លះស្លាបព្រាបាយនិងប៊ីចេង1ស្លាបព្រាបាយចាយើងដាក់តាមចំណង់ចំណូលចិត្តព្រោះអីខ្ញុំអត់ទាន់ហ៊ានដាក់ច្រើនទេដោយសារអីពេលដែលខ្ញុំចាក់ចូលទៅខ្ញុំពេលដែលពុះខ្ញុំនឹងធ្វើការភ្លក់មើលបើសិនជាខ្វះរសជាតិអីខ្ញុំបន្ថែមបន្តិចទៀតអញ្ចឹងណាចាហើយខ្ញុំប្រើទឹកត្រីផងដែរទឹកត្រីនិងម្រេចទឹកត្រីបន្តិចផងដែរនិងម្រេចចាអញ្ចឹងខ្ញុំនឹងបង្ហាញអំពីវិធីធ្វើចាប់ឆាយឆ្នាំងភ្លើងនេះអញ្ចឹងសូមបងប្អូនចាំមើលទាំងអស់គ្នាចាដំបូងខ្ញុំបង្ហាញវិធីធ្វើយើងដាក់ខ្ទះយើងឲ្យក្តៅយើងធ្វើការចាក់ប្រេងអូលីវយើងចូលយើងដាក់ប្រេងអូលីវប៉ុណ្ណឹងទៅបន្ទាប់មកយើងធ្វើការដាក់ខ្ទឹមសយើងចូលយើងមកស្ទុះបន្ទាប់ពីយើងម្លិញខ្ទឹមសហើយយើងធ្វើការដាក់សាច់ជ្រូកហើយនឹងឆ្អឹងជំនីជ្រូកយើងចូលទៀតខ្ញុំធ្វើការចាក់គ្រឿងចូលស្ករប៊ីចេងនិងអំបិលទើបយើងធ្វើការជ្រក់ទឹកត្រីបន្តិចមកយើងដាក់ទឹកត្រីបន្តិចទៅបានហើយព្រោះអីយើងដាក់ប្រៃពីដំបូងអញ្ចឹងដោយសារអីយើងនឹងងាស់ជាមួយនឹងទឹកទៀតយើងឆាយើងឆ្អិនសាច់បន្តិចមកយើងធ្វើការដាក់ចាស្បែកជ្រូកយើងហើយនឹងជាក្តៅចូលសិនបន្ទាប់ពីដាក់ចូលហើយយើងធ្វើការកូរវាឲ្យសព្វតោះខ្ញុំធ្វើការក្រោបទុកប្រហែលជា3នាទីទៅ5នាទីទៀតខ្ញុំធ្វើការឆាគ្រឿងសមុទ្រចូលមកបង្គា
តមកយើងធ្វើការដាក់ការ៉ុតហើយឆៃថាវចូលហើយនឹងម្រេចចូលចាហើយយើងធ្វើការកូរឲ្យសព្វចូលគ្នាមកចាម្រេចឆៃថាវយើងដាក់ហើយនឹងការ៉ុតចូលហើយយើងធ្វើការគ្របទុកប្រហែលជា5នាទីបន្ទាប់ពីយើងទុកពេល5នាទីហើយយើងធ្វើការឆាត្រឡប់ចូលតទៅទៀតយើងធ្វើការដួសដាក់ឆ្នាំងទើបយើងមកឆាបន្លែចូលគ្នាអញ្ចឹងខ្ញុំដួសដាក់ឆ្នាំងសិនបន្ទាប់មកទៀតខ្ញុំទុកទឹកខ្លះដើម្បីឆាបន្លែចូលគ្នាឆាបន្លែដើម្បីឲ្យទន់តទៅទៀតខ្ញុំដាក់ស្ពៃបូកគោយើងចូលធ្វើការគ្របរយៈពេល5នាទីចាបន្ទាប់ពី5នាទីបន្លែយើងសពងហើយចាយើងធ្វើការបិទភ្លើងដើម្បីធ្វើការដាក់បន្លែយើងឆ្អិនយើងដាក់មកលើសិនចាយើងដាក់ដាំសាច់ដែលយើងឆាជាមួយនឹងការ៉ុតអីហើយគឺសមុទ្រហើយយើងធ្វើការចាក់ទឹកដែលយើងដាំពុះទឹកនឹងឲ្យពុះចាក់បញ្ចូលដើម្បីងាស់ដាក់ទឹកប្រហែលប៉ុណ្ណឹងហើយខ្ញុំធ្វើការងាស់រយៈពេល10នាទីមួយទៀតខ្ញុំកំឡុងពេលយើងងាស់ហ្នឹងយើងអាចធ្វើការដាក់ប្រហិតត្រីយើងចូលឲ្យហើយទៅដើម្បីងាស់ជាមួយគ្នាខ្ញុំធ្វើការដាក់ប្រហិតត្រីចូលហើយគល់ស្លឹកខ្ទឹមចូលឲ្យផងដែរវាតែគល់គេដាក់សិនមកចាយើងងាស់រហូតដល់ឡើងពុះឆ្អិនចាយើងទុកឲ្យពុះតិចទៀតមកបន្ទាប់ពីយើងឆាបន្លែហើយយើងធ្វើការដាក់បន្លែចូលហើយមកងាស់ទុកប្រហែលជា10នាទីបន្ទាប់មកខ្ញុំធ្វើការដាក់ជីឆាយខ្ញុំម្លែកដើម្បីថតខាងប៉ុណ្ណឹងហើយនឹងធ្វើការដាក់ខ្ទឹមចូលអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ចា៎សូមអរគុណដែលបានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណសូមជម្រាបលា